រៀបចំខ្លួនដោយយកអីវ៉ាន់អ្នកទាំងអស់គ្នាឃើញពាក់ចិត្តនឹងដោយសារតែមេក្តៅពេកអញ្ចឹងរៀងពាក់ចិត្តទៅយាយហើយនឹកឃើញថាផ្ទះខ្ញុំនៅចិត្តខេត្តចឹងដែរអញ្ចឹងជីកង់អង្គុយម៉ែវិញទៅហើយឥឡូវខ្ញុំកំពុងរៀបចំជីទៅណាអ្នកនរគ្នាចាជីតាមផ្លែតប្រហែលជា2នាទីមកដល់ខេត្តបានហើយឥឡូវខ្ញុំបានយកអីវ៉ាន់ហើយអ្នកទាំងអស់គ្នានេះឃើញអត់នៅក្នុងនឹងដឹងអីគេអត់ចាំតិចទៀតចាំខ្ញុំប្រាប់ចាំខ្ញុំបង្ហាញវីដេអូហើយឥឡូវអីវ៉ាន់ហ្នឹងគឺបានមកដល់ផ្ទះហើយខ្ញុំអ្នកឲ្យម៉ែខ្ញុំគាត់អ្នកហែកមើលបងប្អូននៅក្នុងប្រអប់ហ្នឹងគឺជាប្រដាប់ជប់ខ្យល់អ្នកទាំងអស់គ្នាម៉ែខ្ញុំក៏រសាឈឺច្រើនរសាកោះខ្យល់រសាអីចឹងទៅអញ្ចឹងអីវ៉ាន់ហ្នឹងគឺត្រូវមួយគាត់ហើយម៉ែខ្ញុំថាមានតែប្រដាប់ជប់ខ្យល់នេះមួយគឺងាយស្រួលហ្មងលែងពិបាកទៀតហើយលែងហត់ឲ្យកោះខ្យល់ទៀតហើយជប់តែខ្យល់ទៅបានហើយឲ្យទៅពេលអត់ស្រួលខ្លួនម្ដងចឹងទៅសម្រាប់បងអូនណាដែលមានប៉ាម៉ាក់អាសាឈឺអាសាកោះខ្យល់អីទិញតែមួយហ្នឹងគឺងាយស្រួលហ្មងស្រួលខ្លាំងមែនតើម៉ែខ្ញុំក៏ថាប៉ុណ្ណេះលែងប្រើឲ្យកោះខ្យល់ទៀតហើយជប់តែខ្យល់ហ្នឹងមួយគឺបានហើយមានតែប្រដាប់ហ្នឹងមួយគឺងាយស្រួលហ្មងសម្រាប់អត្ថប្រយោជន៍កែវជប់ខ្យល់នេះវិញបងប្អូនជួយបំបត្តិអាការៈខ្យល់ចាប់ជួយបំបត្តិអាការៈធីងធងវិលមុខជួយកម្ចាត់ជាតិពុលចេញពីរាងកាយនិងធ្វើឲ្យចលនាឈាមយើងនឹងដើរស្រួលសម្រាប់ឈុតកែវជប់ខ្យល់នេះវិញបងប្អូនវាមានកែវធំជាច្រើនហើយនឹងក្រាស់ប្រើប្រាស់បានយូរឆ្នាំជាប់ធន់ល្អមិនងាយបែកទេណាបងប្អូនសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ចង់ទិញអាចកម្មង់តាមเพจនេះបាន